បាទសូមក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3មានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាទីពឹងទីរលឹកបាទសូមធ្វើការគោរពចំពោះលោកតាលោកយាយពុកម៉ែបងប្អូនពូមីងក្មួយៗទាំងអស់ដែលនៅក្នុងហើយនិងក្រៅស្រុកបាទមួយរយៈនេះបែកគ្នាជាយូរហើយបាទអត់សូវបានជួបគ្នាទេបាទថ្ងៃនេះខ្ញុំកាលណាខ្ញុំបានធ្វើនៅវីដេអូមួយទៀតដើម្បីសួរសុខទុក្ខនិងជាការនឹករលឹកចំពោះពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនបាទបានចូលទស្សនានៅក្នុងកម្មវិធីតម្រាព្រលឹងដូនតារបស់ខ្ញុំកាលណាខ្ញុំបាទខ្ញុំបកករណាក៏សូមលើកនៅម្រាមដៃ10អរគុណនៅគុណឧបការៈរបស់បងប្អូនទាំងអស់ដែលបានរាប់អានឆ្លាញ់នឹងការចូលស្ដាប់និងទស្សនានៅកម្មវិធីរបស់ខ្ញុំកាលណាខ្ញុំបាទថ្ងៃនេះខ្ញុំកាលណាខ្ញុំបាទមានរឿងរ៉ាវខ្លះដើម្បីយកមកជាគេថាចំណេះដឹងក្តីជាបទពិសោធន៍ដូចខ្លះសម្រាប់បងប្អូនដែលជាអ្នកស្រឡាញ់នៅមុនវិជ្ជាហើយក៏ជាអ្នកស្រឡាញ់នៅក្រុមគ្រួសារហើយក៏ជាអ្នករក្សានៅក្បួនខ្នាតវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរយើងបាទពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានរឿងរ៉ាវមួយតាក់ទងជាមួយនឹងរឿងរ៉ាវព្រលឹងនៃវិញ្ញាណអមនុស្សផ្លូវក្នុងបាទពុកម៉ែបងប្អូនបាទហើយក៏ជាព្រលឹងវិញ្ញាណចងអឃាតធ្វើឲ្យគ្រួសារមួយបានរងការបាក់បែកប្រះព្រាត់ចាត់និរាសគ្នារហូតមកដល់សពថ្ងៃហើយភរិយាត្រូវរងទុក្ខសោកលំបាកក៏បានមករកខ្ញុំបកករណាដើម្បីជួយប៉ុន្តែរឿងដែលកន្លងផុតក៏បានផុតមួយរឿងផុតទៅហើយបាទពេលដែលរឿងរ៉ាវបានចប់សពគ្រប់អស់ហើយក៏ខ្លួនគាត់នឹងធ្លាក់នៅបញ្ហាផ្សេងទៀតក៏បានរត់មកជួបខ្ញុំដោយបានមើលបានដឹងនៅការផ្សព្វផ្សាយរបស់ខ្ញុំគាត់ក៏បានមកដល់ផ្ទះខ្ញុំបាទហើយខ្ញុំកណ្ណានោះក៏បានជួយទៅតាមចំណេះជំនាញតាមលទ្ធភាពរបស់ខ្ញុំបាទហើយមួយរយៈនេះឃើញថាគាត់បានស្រួលសុខសប្បាយជានីធម្មតាបាទពុកម៉ែបងប្អូនបាទរឿងរ៉ាវនោះគឺជារឿងព្រលឹងចងអាឃាតបាទនាំឲ្យប្តីរបស់គាត់ហ្នឹងទៅចងកសម្លាប់ខ្លួនពុកម៉ែបងប្អូនបាទប៉ុន្តែរឿងនេះវាមានប្រវត្តិរឿងរ៉ាវផ្សេងពីគ្នាតាក់ទងជាមួយនឹងហេតុកាលទាំងអស់នេះដែលកើតមានប៉ុន្តែមុននឹងចូលដល់ការបកស្រាយរឿងរ៉ាវនេះខ្ញុំនឹងលើកយកដំណើរផ្សេងដែលនាំឲ្យជាកើតហេតុនឹងពុកម៉ែបងប្អូនបាទតែបើទៅបងស្រីនឹងគាត់ជាគាត់ប្អូនខ្ញុំឯងបាទតែបើទៅប្អូនស្រីនឹងគាត់ជាអ្នកអាជីវករម្នាក់ប្រកបមុខរបរតាមសមាអាជីវៈដូចគេដូចឯងអញ្ចឹងដែរពុកម៉ែបងប្អូនបាទប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងទទួលទានមុខរបរក៏យើងតែងតែជួបប្រសពនៅរឿងរ៉ាវជាយថាហេតុផ្សេងបាទការប៉ះសម្ដីគ្នាការរកទទួលទានវាតែងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួចបាទពុកម៉ែបងប្អូនបាទប៉ុន្តែរឿងរ៉ាវទាំងអស់នោះត្រូវបានធ្វើឲ្យអ្នកដែលរកទទួលទានជាមួយគ្នានឹងមានគំនិតគុំគួនខឹងបាទមានសេចក្តីឈ្នានីសជាមួយនឹងមុខរបរគ្នាគេហៅថាច្រណែនប្រកាន់បាទហើយក៏បានមានចិត្តគុំគួនបាទក៏ទៅរកនៅគេថាគ្រូមន្តអាគមខ្មៅដើម្បីយកមកធ្វើពិធីដើម្បីប្រហារឬក៏ធ្វើបាបដើម្បីឲ្យអស់នៅចិត្តដែលគាត់បានខឹងទាំងអស់ហ្នឹងទៅពុកម៉ែបងប្អូនបាទប៉ុន្តែរឿងទាំងអស់នោះវាត្រូវបានធ្លាក់មកដល់ស្វាមីរបស់គាត់វិញនៅពេលដែលព្រលឹងនៃវិញ្ញាណពពួកព្រាយដែលចូលមកយាយីដល់ប្រពន្ធគាត់បាទប៉ុន្តែប្តីនោះជាអ្នកយល់ដឹងនៅផ្នែកផ្លូវព្រលឹងវិញ្ញាណគាត់ជឿទៅលើផ្នែកហ្នឹងដែរបាទនៅពេលនោះគាត់ជាមួយព្រាយហ្នឹងត្រូវបានទទួលគ្នាស្វាមីហ្នឹងបាទហើយស្វាមីហ្នឹងក៏បានខាំងបវរណាថា
ថារឿងទាំងអស់នេះខ្ញុំសូមយកខ្លួនទៅពាំងបានន័យថាលះបង់ជាអាយុជីវិតខ្លួនឯងដើម្បីការពារប្រពន្ធមិនឲ្យពពួកព្រាយនឹងសម្លាប់ប្រពន្ធឬក៏កូនគាត់ទេពុកម៉ែបងប្អូនបាទតែដល់ពេលរឿងទាំងអស់នេះត្រូវបានព្រមព្រៀងឬក៏ធ្វើពិធីនៅក្នុងផ្លូវក្នុងនឹងលះបង់ទៅព្រាយនឹងក៏ព្រមថាឥឡូវយកជីវិតប្តីអត់យកប្រពន្ធទេបាទទុកប្រពន្ធនៅសិនប៉ុន្តែអត់ទាន់ចប់បាទពុកម៉ែបងប្អូនបាទ ហើយពេលដែលព្រលឹងវិញ្ញាណនឹងត្រូវបានព្រាយសង្កត់នាំទៅបាទទៅចងកនាំទៅចងកឲ្យប្តីនឹងចងកសម្លាប់ខ្លួនបាទពុកម៉ែបងប្អូនបាទចងកនៅក្នុងបន្ទប់បាទគោបានស្លាប់លះបង់នៅប្រពន្ធកូនដើម្បីគេថាភាពស្រឡាញ់ណាបាទសុខចិត្តលះបង់ស្វាមីដែលជាមានចិត្តស្មោះចំពោះប្រពន្ធត្រូវបានស្លាប់ដោយសារមន្តអាគមខ្មៅគាត់គ្រាន់តែជាអ្នកដឹងរឿងហេតុកាលប៉ុណ្ណោះទេគាត់មិនមែនជាគ្រូដែលជាអ្នកទប់ទល់ទេរឿងរ៉ាវទាំងអស់នេះបាទប៉ុន្តែជាអកុសលប្រពន្ធដូចថាគ្នារៀងនៅស្ទើផ្នែកផ្លូវបារមីហ្នឹងបាទគោហៅថាមិនបានទៅរកគ្រូឬអីទេបងប្អូនគេនាំគ្នាថាឲ្យគាត់ដែរតែដល់ពេលប្តីស្លាប់ទៅថ្ងៃមួយប្តីមកបញ្យល់សពទៀតបាទប្តីមកបញ្យល់សពថាឲ្យប្រពន្ធនឹងរក្សាសិលភាវនាសុំសិលទៅពីព្រោះអីព្រលឹងព្រាយហ្នឹងមិនតាន់គេថាអស់ចិត្តក្នុងការចង់ធ្វើសេចក្តីប៉ុនប៉ងចងអាឃាតមកលើប្រពន្ធទេទោះបីប្តីស្លាប់លះបង់ជីវិតទៅហើយដើម្បីជួយប្រពន្ធហើយប៉ុន្តែមិនឈ្នះព្រាយនឹងទៀតបាទពួកអីគាត់មិនមែនជាគ្រូផងមិនឈ្នះពុកម៉ែបងប្អូនបាទពេលនោះគាត់ក៏បានសុំសិលប្រពន្ធហ្នឹងបាទប៉ុន្តែការសុំសិលរបស់គាត់ហ្នឹងគឺនៅតែមានចំហាយនៃព្រលឹងព្រាយហ្នឹងមកសន្ធិដ្ឋឬក៏មកយាយីបាទរឿងកន្លងមកទៀតបាទគាត់ក៏បានគេថានិមិត្តឲ្យដឹងជាមួយនឹងព្រលឹងព្រាយហ្នឹងតែហ្មងបាទប្រាប់ទាំងឈ្មោះប្រាប់ទាំងសេចក្តីបំណងពងប្រាថ្នាថាដាច់ខាតត្រូវតែធ្វើបាបនឹងចងអាឃាតជាមួយប្រពន្ធនឹងឲ្យតតែបានដោយសារព្រាយនឹងត្រូវគេប្រើមកពុកម៉ែបងបាទហើយគាត់នឹងក៏បានគេហៅថាភាពជាអ្នកដែលគ្រប់គ្រងសតិខ្លួនឯងមិនបានជួបជាមួយតែរឿងរ៉ាវដែលអាក្រក់ហើយយប់ឡើងត្រូវបានព្រលឹងខ្មោចយាយីគាត់ថាស្ទើររាល់តែយប់ទប់អត់ជាប់បាទទើបគាត់មករកខ្ញុំបាទពុកម៉ែបងប្អូនបាទពេលដែលមករកខ្ញុំហ្នឹងខ្ញុំក៏បានធ្វើពិធីឲ្យគាត់ដើម្បីទប់ស្កាត់ហើយនឹងការពារនៃសេមាយ័នដើម្បីឲ្យគាត់នឹងបានស្រួលបាទពេលដែលខ្ញុំធ្វើឲ្យគាត់បាទបានប្រហែលជាមួយអាទិត្យគាត់ក៏បានស្រួលខ្លួនបាទហើយគាត់ក៏មកម្ដងទៀតបាទគាត់មកម្ដងទៀតគាត់ថាព្រាយហ្នឹងអត់ហ៊ានចូលទេមកមួយសារទៀតតែអត់ហ៊ានចូលផ្ទះគាត់ទេដោយសារមានគេចាំខាំងចាំរក្សាគាត់មិនអាចចូលផ្ទះគាត់បានដោយសារខ្ញុំបានឲ្យនៅកថាយន់ព្រមទាំងធ្វើវិធីពាត់នៅសីមារបស់គាត់ក៏បានសម្រានលក់ស្រួលហើយគាត់ក៏មកយកទឹកមុនខ្ញុំបន្ថែមទៀតទៅបាទពុកបងប្អូនបាទទោះបីជាយ៉ាងណាក្តី ខ្ញុំក៏មិនមែនជាអ្នកពូកែឬក៏ជាអ្នកចងអាឃាតអីជាមួយពពួកព្រាយដែរប៉ុន្តែខ្ញុំគ្រាន់ថាចូលអ្នកទាំងអស់គ្នានឹងឈប់សាងបាបជាមួយគ្នាទៅពីព្រោះការដែលសាងបាបជាមួយគ្នាវានាំឲ្យសេចក្តីវិនាសកើតមានដល់ជាតិនេះឲ្យតទៅមុខទៀតបាទប៉ុន្តែទោះបីជាយ៉ាងណាព្រលឹងព្រាយនោះគឺជាព្រាយអាគមដែលគេប្រើមកបាទអញ្ចឹងវាជារឿងមួយផ្សេងទៀតសម្រាប់ផ្លូវវិញ្ញាណផ្លូវក្នុងបាទអញ្ចឹងរឿងនេះខ្ញុំសូមផ្ដែផ្ដាំទៅបងប្អូនពុកម៉ែពូមីងក្មួយឲ្យមានការប្រុងប្រយ័ត្នរាល់ចំនួនជួញប្រែព្រោះឥឡូវនេះបច្ចុប្បន្ននេះមានអ្នកចេះច្រើនហើយក៏មានអ្នកដែលប្រកាន់ច្រើនដែរអញ្ចឹងយើងសូមប្រយ័ត្នមុខរបររបស់យើងខ្លាចជៀសវាងក្រែងមានរឿងរ៉ាវជាយថាហេតុនាំគ្រោះដល់ខ្លួននិងក្រុមគ្រួសារបាទហើយខ្ញុំប្រកាសណា